ជំរាបសួរពុកម៉ែបងប្អូនអរគ្នាស្វាគមន៍មកកាន់រឿងពិតបងប្អូនអរគ្នាធ្លាប់ឮរឿងសក់ដាញ់ទេបងប្អូនអរគ្នាកាលនៅឆ្នាំ1985ជារឿងពិតរបស់តាខ្ញុំផ្ទាល់កាលខ្ញុំនៅអាយុ18ឆ្នាំតាខ្ញុំគាត់បាននិយាយរៀបរាប់ប្រាប់ខ្ញុំថាការគាត់បានចូលធ្វើទាហានដំបូងពេលនោះហើយដែលគាត់បានជួបជាមួយនឹងលោកតាសក់ដាញ់បាទនៅក្បែរគុំឫស្សីមួយបែរមាត់អូបញ្ជាក់អ្នកនរគ្នារឿងមានហេតុការណ៍នៅខាងស្រុកសឡូតខេត្តបាត់ដំបងយើងនឹងហើយពេលនោះក៏លោកតាសក់ដាញ់គាត់បានប្រាប់ទៅតាខ្ញុំថាចៅឯងមានបុណ្យខ្លាំងណាស់ដែលបានមកជួបតាពេលនោះលោកតាគាត់ពេលនោះតារបស់ខ្ញុំគាត់បានសួរទៅលោកតាសក់ដាញ់ថាលោកតាជាអ្នកណាហើយលោកតាសក់ដាញ់គាត់បានប្រាប់តាខ្ញុំមួយថាតាជាអ្នកកាន់សក់ដាញ់ដែលនឹងមកឲ្យចៅកាន់ម្ដងបាទពេលហ្នឹងគឺលោកតាហ្នឹងគាត់នឹងឲ្យសក់ដាញ់ទៅតារបស់ខ្ញុំកាន់ម្ដងហើយបន្ទាប់ពីនិយាយគ្នាចឹងចប់បន្តិចពេលនោះក៏លោកតាហ្នឹងគាត់បានបាត់ខ្លួនទៅនៅពេលនោះលោកតាខ្ញុំក៏គាត់មិនភ័យទេណាគាត់មិនភ័យព្រួយឬមកក៏ខ្លាចអីទេព្រោះគាត់ជាទាហានជាអ្នកការពារជាតិមួយដែរហើយបន្តពីនោះទៀតលោកតាខ្ញុំក៏គាត់មិនបាននិយាយច្រើនដែរគាត់បានដើរចេញពីទីកន្លែងនោះដើម្បីចំពោះទៅរកកន្លែងសម្រាកបន្ទាប់ពីតាខ្ញុំគាត់ដើរបានមួយសន្ទុះមកដល់មាត់អូក្បែរគុំឫស្សីមួយគឺគាត់បានកលេចទៅឃើញសក់ដាញ់មួយដុំនៅក្បែរគុំឫស្សីហ្នឹងអ្នកគ្នាពេលហ្នឹងតាខ្ញុំគាត់អត់ជឿទេតោះតែគាត់ឃើញចឹងច្បាស់បានគាត់គិតក្នុងចិត្តថាប្រហែលជាដល់ពេលវេលាដែលគាត់ត្រូវស្នងសក់ហ្នឹងហើយព្រោះមានគេមកប្រាប់គាត់ផ្ទាល់ចឹងពេលនោះតាខ្ញុំគាត់អង្គុយគិតមួយសន្ទុះប្រហែលជា15ទៅ15នាទីគាត់បានអង្គុយគិតមួយសន្ទុះថាគួរយកឬមិនយកប៉ុន្តែគាត់គិតយូរទៅគាត់មានអារម្មណ៍ថាដូចជាចង់យកមកទុកថែរក្សាហើយក៏លោកតាខ្ញុំក៏គាត់មិនបានគិតអីតទៅទៀតដែរគាត់បានរើសយកមកគាត់ដាក់ក្នុងអាកប៉ៅនេះអ្នកនរគ្នាអាកប៉ៅអាវទាហានមិនមានកប៉ៅអាវសងខាងចាហ្នឹងហើយគាត់យកមកដាក់នៅក្នុងកប៉ៅអាវហ្នឹងហើយគាត់ក៏បានដើរទៅកន្លែងសម្រាកបន្ទាប់ពីដល់កន្លែងសម្រាកអ្នកនរគ្នានឹងមិនហីគឺគាត់បានយកសក់ដាញ់ហ្នឹងទៅដាក់នៅតសកឡោងខ្ទោមួយគាត់ដាក់នៅកដាលតសហ្នឹងហើយក៏គាត់បានដោះកៅអៅដោះអីងូតទឹកចឹងទៅគាត់ក៏បានចុះទៅងូតទឹកអ្នកនរគ្នានឹងមិនហីខ្មាំងគឺបានផ្លោងបេមកផ្លោងបេហ្នឹងផ្លោងបេមកចំខ្ទមហ្នឹងធ្វើឲ្យទុះឡងអាងឹតមេឃមកអ្នកគ្នាប៉ុន្តែអ្វីដែលអស្ចារ្យបំផុតនោះគឺខ្ទមហ្នឹងអត់មានបានឆេះស្បូវសំបីតែមួយតសៃពិតជាអស្ចារ្យមែនតើពេលនោះហើយដែលតារបស់ខ្ញុំគាត់បានជឿជាក់ទៅលើនឹងសក់ដាញ់ហ្នឹងហើយគាត់បានយកមកថែរក្សាទុកសម្អាតស្អាតទុកថែរក្សាតាមខ្លួនគាត់ជានិច្ចនៅពេលដែលគាត់ចេញធ្វើសង្គ្រាមឬមកក៏គាត់ចេញដើរទៅណាក៏ដោយហើយអ្នកនរគ្នានឹងមិនទេពេលនោះហើយគឺសក់ដាញ់នឹងហើយដែលជួយថែរក្សាគាត់រហូតពេលមានខ្មាំងមកសក់ដាញ់នោះតែងតែបញ្យល់សពគាត់ថានេះស្អែកម៉ោងប៉ុណ្នេះខ្មាំងនឹងមកច្រកនេះច្រកនោះមកមានអាវុធអីខ្លះហើយមកគ្នាប្រមាណអ្នកគឺគាត់ដឹងទាំងអស់អ្នកនរគ្នាអញ្ចឹងគាត់ត្រៀមមុនថាខ្មាំងមកប្រឡោះណាហើយមួយទៀតអ្នកនរគ្នាដឹងមិនគាត់បានប្រាប់ខ្ញុំថាគាត់បានច្បាំងចប់វិលចូលផ្ទះវិញគឺបានដើរមកតាមផ្លូវខ្មាំងវាលួចដាក់មីនទាហានគាត់8នាក់អ្នកនរគ្នាគាត់ថា8នាក់គឺស្លាប់ទាំងអស់នៅតែគាត់ម្នាក់ឯងអ្នកនរគ្នាប៉ុន្តែគាត់ត្រូវម្បែងដែរម្បែងត្រូវដូចជាចំក្បាលហើយជើងប៉ុន្តែគាត់អត់ស្លាប់ទេប៉ុន្តែទាហានក្រៅពីហ្នឹងគឺស្លាប់ទាំងអស់សម្រាប់គាត់គឺអត់ទេប៉ុន្តែនៅមករហូតដល់ឥឡូវនេះគឺម្បែងគឺនៅបៀមនៅជាប់សាច់ឆ្អឹងគាត់ចឹងណាយើងអត់បានវះកាត់ទេចឹងពេលថ្ងៃណាមួយគាត់ហូបសេះហូបអីច្រើនហ្នឹងទៅគឺដឹងថាប្រតិកម្មដូចគេហៅទេតំណោះចឹងអ្នកនរគ្នាបាទហើយឥឡូវហ្នឹងអ្នកនរគ្នាទល់បច្ចុប្បន្នហ្នឹងខ្ញុំធំដឹងក្តីខ្ញុំមានគ្រួសារគឺសក់ដាញ់ហ្នឹងគឺនៅ
យាយខ្ញុំគឺគាត់នៅថែរក្សានៅអត់ធូបបាញ់ទឹកអប់ថែរក្សាសម្អាតគាត់នៅជានិច្ចរហូតទល់ឥឡូវហ្នឹងបើសិនជាថ្ងៃណាមួយខ្ញុំបានទៅបាត់ដំបងខ្ញុំនឹងថតសក់នឹងឲ្យអ្នកនរគ្នាមើលប៉ុន្តែអត់ដឹងថាយាយខ្ញុំឬតាខ្ញុំគាត់ឲ្យខ្ញុំថតអត់ទេណាហ្នឹងហើយអ្នកនរគ្នាវីដេអូនេះក៏បានឈានមកដល់ទីបញ្ចប់ហើយសង្ឃឹមថាពុកម៉ែបងប្អូនអ្នកនរគ្នាចូលចិត្តនៅវីដេអូមួយនេះកុំភ្លេចជួយ Subscribe Channel មួយម្នាក់មួយផងបាទអរគុណច្រើនជួបគ្នានៅឱកាសក្រោយ